bị lan máu hay vô chúng mình đang hero ở phía mấy tiếng má rồi bắt đầu bài thứ 7 xem luôn anh mấy cái má này quên cái này rồi mới bỏ thay cho mấy vô chúng mình đang nè bỏ bài Kimi goal. Oh my god. My god. Ở đây bờ mơ tới chúng mình Moscow goal lên con mình sẽ chia thùng. Gì tới Moscow goal lên có biết một nhãn này. Còn cái suối là big game láng á. Pi hero nó bị dừng cơn mưa tới, Pi hero Kimi nó Moscow nó Pi hero nó bị cơn mưa tới. Để sao tại hero rồi boss team cứ sao hero không bố long này. Vậy nó cứ nó bự á. Ô ta stack máu 5 stack mới stack banh phát ở trên này có early game này có Buran rồi chim này. Chẳng ai vô sao đó bài buôn early game nào bài buôn early game xuống rồi. Trong đó có một cái máu anh phoi tầm đầu mà các bạn. Tăng Moscow tăng ở Kimi này. Ta lên 100 chúng mình vô sao mà con Pi hero nó cũng make bây giờ ở Chakan thì kìa đi. Sang con Chakan thì bên đây copy tranh máu Pi ở bottom miền là bao high lock. Nó mấy cái này chơi Kimi nó lươn khi mà này mà khi còn. Đấy bọn sắt nhọn miền ultimate ở đây tranh máu bị high lock thế. Game này hai nó phải cái thế phải all mà được nè. Vâng. Nó không game này lại giống sự phải. Cho mình gác cái meme sống ngông khali à copy khali bao à copy khali mà tên chẳng có sâu xa công này cóគ្នាមកកាន់ Game TP រវាង team ម៉ែប៉ាជាមួយនឹង Dark Rai Esport បាទចូលមកភ្លាមៗជាមួយនឹង Jungle ទាំងសងខាងគ្មានការ farm ចាញ់ពី Pop របស់រៀងខ្លួនយកតែម្ដងពី Dark Side ហើយនឹង Saxu បាទមើល game វត្តមាន Kimi ឬក៏ Harit អ្នកដែលគេហៅថារៀង strong នៅលើ lane ណាបាទចឹងណា Ali នេះប៉ះគ្នាបន្តិចតួចតែម្ដងបាទ Infinite Note 50 series បាទជាទូសាយចំនួនថ្មីដែលមានជាមួយ Top Frame កាត់លើកៅសវណ្ណគ្នាណាវាយលេសាក់ថ្មរហូតដល់30វ៉ាត់គ្នាអេក្រង់ 144Hz ជាមួយនឹង 6.5 English នេះធំស្រួលងាយស្រួលសម្រាប់ game ចំនួនថ្មីបាទអូនៅក្នុង game នេះ Vincent គាត់យកခွនត្រឹមឆ្ងាញ់បើលឿនមែនទេបាទស្របពេលដែលផ្លោបាច់បល់យើងឃើញមើលចេះស្ដាយបានបាទជាមួយនឹងថ្ងៃនេះ Bimo សុវ័យផុសមែនទេ Bimo បើយើងគិតមើលទៅបើយើងគិតមើលទៅបើសិនថ្ងៃនេះអាចអូសដល់20ទៀតដើម្បី deal របស់គាត់ឡើងមួយសែនហ្នឹងបាទដើម្បី deal របស់គាត់តើហើយជាមួយនឹង Shadow បោះជាមួយនឹង Shadow ចំយកតែម្ដងចាប់ជួនផ្លែការរូបលីអានេះលើការលោប Sport Plot បាទលើសាក់ស៊ូមួយបណ្ដែរពី Vincent អត់មានអីរទេដោយសារតែលេ Purify easy អញ្ចឹង Kimi អញ្ចឹង Kimi និយាយទៅទូស្គាល់ផ្នែកថ្មីនេះ Kimi គេ design មែនតែបើសិនជាឲ្យយកមកលេងប្រភេទ hero យក Kimi មកដាក់ solo lane ណាដាក់មាន hero cover Kimi នឹង0ហ្មងបាទអញ្ចឹងគឺបាទហ្មងប៉ុន្តែ Bimo ដល់ Kimi មិនបាញ់អត់ចាំណាបាច់អត់ចំតែដើម្បីđểចេញមកវិសាស៊ូច្រើនណាយល់ហើយគ្រាន់តែថាបាញ់ចំវិញបានអាស៊ីមួយរឿងអាស៊ីមួយវារកលុយស៊ីពេជឿមិញក្រំមកកម្មអូឡាយ B បាទចូលបាទអាយ៉ាហក់ចូលយកតែដល់ពី Cypher ធ្វើការបោះជាមួយនឹង Shadow បាទឡោខ្លះតែពីសាក់ទូតាមមាន RT ទេមានការចាំដល់ធ្វើប៉ុន្តែមកលេងចង្កេះលេងជាមួយនឹង Shadow ដូចគ្នា freestyle អញ្ចឹងខ្ញុំ freestyle ដែរតែគេខ្ញុំរត់ដែររួចហ្មងគេបាញ់ខ្ញុំមិនដាច់ខខ្ញុំ freestyle ដែរតែអស់ Shadow មកវិញតែដល់មិញបើយើងនិយាយពីគេហៅថា player movement action របស់គាត់ហ្នឹងកំពុងតែដើរអញ្ចឹងបើសិនឈរស្ងៀមអាហ្នឹងយើង free ហ្នឹងគឺគេជ្រាមវាយបាទអាមកបន្តិចហ្នឹងយើងលេងចង្កេះគេណាបាទតែខ្ញុំលេងអត់បានខ្ញុំបោះសម្បល់ទៅចូលដល់ភ្លុំចុះស្ញហើយចាប់យើងណាគេសាប់បាទអញ្ចឹងយើងបាទហើយហើយបងបាទចាំព្រាមជាមួយការហក់បាយយកតែម្ដងទៅលើ King Ares Speed Pad គ្នាជាមួយការឡើង passive 13តង់ហើយពី King Ares ធ្វើការជាមួយនឹងការទេមួយធ្វើការមកវាយយកតែម្ដងឡើងឈាមតែតាំងតែម្ដងជាមួយ King Ares ក៏មានការបាត់បង់នេះគ្នាចាប់បោកយកតែម្ដងឲ្យមានបញ្ហាជាមួយនឹងការវិញទៅលើជាមួយនឹង Cypher ចាប់ Flicker មួយជាមួយនឹងការទៅលើសាក់ស៊ូសង Shadow ជាមួយនឹងការធម្មតាពី Dark Rai ធ្វើការវាយជាមួយនឹងវត្តមានរបស់ Bimo នេះអាចមានបញ្ហាដែរទេសមដែរទៀតជាមួយនឹងការឡើងជជាទៅបាន Dark Side ចិត្តនោះមួយបណ្ដាយពីដែរជាមួយនឹងការ shut down Bimo Oh my god 3គ្រាប់គឺបាញ់មកខ្ចីត្រូវនោះទេបាទជាមួយនឹងហ្គេមនេះស្របពេលដែលយើងលេងជាមួយដើម្បីសាក់ស៊ូមិនគាត់កុំជួយខែត្រូវដែរបាទអញ្ចឹងវាដើម្បីបើគាត់ក្នុង team fight គាត់ចូលចេញស្របពេលដែលគេនៅជុំគ្នាដូចគ្នាបាទ team fight មិននិយាយថាគឺធំជាមួយនឹងវត្តមានរបស់ខាងដកៃណាធំខ្លាំងបាទហ៊ានមកមួយ copy Ultimate កាត់តចាប់បោល KO និយាយទៅធ្វើឲ្យគាត់ order តែសម្រាប់ហ្គេមនេះគ្នាបាទមិញ Bimo អាច solo kill ទៅលើ Dark Side គាត់បាច់ខុសយ៉ាបងយ៉ាបាទអញ្ចឹងអត់វិញណាបងគាត់បាទប៊ីដែរហើយតែមួយបងយើងកន្លែងទៅមើលមិញសាក់ស៊ូក៏គាត់បោះជាមួយសម្បល់របស់គាត់ក៏ត្រូវដែរបាទអញ្ចឹងវាបន្តិចទាំងអស់តែម្ដងបាទ Cypher ធ្វើការហក់យកតែម្ដងប៉ុន្តែអត់លោត RT ទេមានការលោត RT មកបណ្ដាពីចូល Yami ធ្វើការដាក់ជាមួយនឹង Yami ក៏មានការក្រាកទេ copy យកតែម្ដងអូ my god Yami មកលោតចូលទៅវាយប្រាវខណៈពេលដែលយើងទៅមើលជាមួយនឹងហ្គេមនេះដូចប្រច្រាស់គ្នាវិញទៅបាទហើយក៏ទៅវាយក្នុងប៉បងមួយសិនមកគ្នាយើងមាន Purify ហ្នឹងហើយបើយើងជន់គេត្រូវជន់នៅទៅវាយគេអត់ដាច់ព្រោះឡាយក៏មាន Purify ដែរបាទគាត់រៀងមិនដូចបញ្ញាពេកបាទសម្រាប់គាត់ដូចរៀងចាត់ក្តៅដល់ហើយបាទចឹងមើលទៅផាតនៅក្នុងហ្គេមនេះលោតជន់យកតែម្ដងទៅលើ King សប្បាយក្នុងការជន់ទេសម្រាប់ផាតគាត់ជន់ហ្នឹងគាត់ជន់នៅក្នុងតារ៉េតហ្មងក្នុងតារ៉េតកំពុងតែ basic attack គាត់ហើយហ្នឹងអញ្ចឹងគេទាញចូលទៀត12ដៃទៅបាទសំខាន់ទៅពេលដែលសិន35 hero តារ៉េតទីនេះគ្នាគាត់មិននៅមុខតារ៉េតមានទួស្គាល់ប៉ុន្តែត្រូវបានជួយវត្តមានសៃភើកាក់មុខបាត់ហើយបាទអញ្ចឹងវាអស់ស្រឿងកន្លែងអញ្ចឹងតែម្ដងបាទអាច free kill តែម្ដងសម្រាប់គាត់គ្នាមកហ្នឹងបាទយករៀងដល់អាស៊ី live ពីណា live បានអាស៊ី2ហើយអញ្ចឹង Cypher បាន kill មិញយ៉ាបាទ
lại có cái phong tập chi trong farm tham biệt đấy បាទ Vincent ស្របពេលដែលបាច់ច្បងយើងក៏លេចទៅមើលជាមួយនឹងហ្គេមនេះដល់ថ្ងៃគាត់នាំមុខមែនណាប៉ុន្តែ team fight បើសិនជាធ្វើប្រហែលអាចនឹង team mate គាត់ឆ្កឹះវិញណា បាទ តែបើ team fight ដូចមែនដែលគាត់វាយជាមួយវត្តមានថតទីមួយមិញគឺល្អមែនដោយសារតែបាញ់មិញគឺបើយើងគិតមើលវាខុសច្រើនដែរបាទ ចាំ គាត់ ផ្លេចជាមួយនឹងកញ្ចប់ MLB របស់ Cell Card បាទ$1 កន្លះ56ពេកមួយសប្តាហ៍ដល់$6មួយខែទទួលបាន235ពេកគាត់ដែរ បាទចាឥឡូវភ្លាមៗជាមួយនឹងឆាក់ឈូទៅពេញជាមួយនឹង passive របស់គាត់4 stack មកមិញតែអត់មានការកោររកភ្លាកទេទុក ultimate ក្នុងការយកជាមួយនឹងថតទី2ដូចគ្នា បាទដើម្បីចោះ complete ធ្វើការ download ជាមួយនឹង app Cell Card yes បាទចូលទៅដល់បងវាយយកតំណងវត្តមានរបស់ Yami គីឡូឈាមដូចគ្នា live ក៏មានការយកតំណងជាមួយនឹង King Aries អាចនឹងក្រាកទេចូលដែរទេក្រាកទេមួយតំណងជាមួយនឹងការ copy ក្រាកទេពី stick ដូចគ្នាធ្វើការដេញជួលើ live យកតំណងពីផាត់ដូចគ្នាមានការចុចជាមួយ special មកដែរពី King Aries ទៅដែរយកមកជាមួយនឹងការបោះ shadow ពី shadow ពីសាក់ស៊ូធ្វើការដេញវាយយកតំណងជាមួយនឹងការកោររកភ្លាកតែកោរដែរទេជាមួយនឹងការ load ultimate ពីចូល Yami ធ្វើការវាយជាមួយនឹងសាក់ស៊ូមានការ shadow យកតំណងពី King Aries អត់ទាន់ទៅណាដូចគ្នាជាមួយនឹងការដេញបាញ់ពី Vincent មកដៃពីដៃជាមួយនឹងការប្រាស្គាជាប់ជាមួយនឹង stand double kill យកតំណងពី Vincent អូជាមួយនឹងហ្គេមនេះបើយើងគិតមើលចាស់ស្រាយមានព្រោះវារបស់ផាន់របស់មួយគឺគាត់អាចធ្វើការកំចាយជាមួយនឹង hero ដែលចូលមកបើកមុខរបស់ hero បែកឡើងតិចទៅមកតែម្ដងបាទអញ្ចឹងវាបានទេបាទសម្រាប់ហ្គេមនេះជាមួយនឹងឲ្យសាស៊ូគាត់ធ្វើការ pick out ដូចគ្នាបងដែរស្របពេលដែលយើងលេងទៅមើលជាមួយនឹង Vincent បច្ចុប្បន្នដើម្បី deal របស់គាត់ច្រើនមែនទែន goal line របស់គាត់ក៏ច្រើនដូចគ្នា បាទ Sky Racer មិញ អូគាត់ចេញ Sky Racer យ៉ាគីឡូវិញតែ Sky Racer យកមក អាយ៉ូ ពីឯធីម បាទចុះនិយាយវិញលេង Vincent ពេល Sky Racer Sky Racer Sky Racer វិញហ្នឹងសាវិញ បាទឥឡូវមានការ copy ពីultimate ទៅលើ Kalia ដូចគ្នាពី Cypher បាទ stick បាច់ 2k goal ផងដែរបាទពីវត្តមានរបស់ Dark Ride ដូចគ្នាស្របពេលបច្ចុប្បន្នគាត់នៅតែបន្តរក្សាជាមួយនឹងការដើរជុំគ្នាដដែលផងដែរបាទជាមួយនឹងគាត់គេនេះដើម្បីបំបាយ team fight ដូចបាននិយាយចឹងឲ្យសាស៊ូគេនេះតកាត់ lane ណាសាស៊ូបើសិនចង់កាត់ lane តកាត់ lane ឲ្យជាមួយនឹងគាត់ដូចគ្នាបើមិនចឹងទេគេនេះជាមួយនឹងវត្តមានរបស់ Dark Ride ក៏ពេលគាត់ដើរជុំគ្នាគឺប្រវាងការផ្ដាច់ជាមួយនឹង target របស់ Dark Ride ខាងប្រទេសបាទដោយសារតែឥឡូវដល់ជុំគ្នាមានដាក់ឈាមដៃបងផ្សេងតែម្ដងអូតើឲ្យ Cypher ឲ្យមានការលងខ្លួនជាមួយនឹងការជាប់បោកយកតំណទៅលើជាមួយនឹង Vincent តែជួយ fight មានការតបមកវិញផ្នែកពី stick ដូចគ្នាជាមួយនឹងការ killing spree ទៅលើ Cypher យ៉ាងនេះមានការបានបោកដូចគ្នាមួយដូននឹងមួយទេពី roaming ទាំងសងខាងនិង mid lane មានការកាប់វាយយកតំណទៅលើ King Aries មានការលោតជាមួយនឹង anti ដែរទេពីផាត់អត់លោតទេបាទស្របពេលបច្ចុប្បន្នខាងលើមានការកោះយកដូចគ្នាតែសាស៊ូចាប់ដើមធ្វើការកោះបានជាមួយនឹង lane មួយអីគ្មានបាន kill ទេបានតែ assist បាទស្របពេលដែលយើងលេងទៅមើលជាមួយនឹងបាញ់បើសិនជា team fight ណាគណៈពេលដែលពួកគាត់ចង់ចូលទៅដល់វាយប៉ុន្តែវាអត់មានដើម្បីក្នុងការប្រជែងដោយសារគាត់បោក Cypher ណាមិនដូចគ្នាណាបាទបោក Cypher ហើយ line គាត់កាន់តែ free អាទៅពេលបញ្ញាមីតែអត់មានចំ line ណា line ក៏មានជួយ fight មានអីចឹងទៅអញ្ចឹងបាទការលេងបន្តិចបាទសម្រាប់គាត់តែណាមីគាត់នៅតែធ្វើបានល្អជាមួយការនាំ 2k goal ជាងដូចគ្នាណាពី Dark Ride តែគាត់នៅធ្វើការចុចចៃណាបាទសម្រាប់គាត់តែ complete ធ្វើការមើលជាមួយ lane ផងយ៉ាងវត្តមានរបស់សាស៊ូគាត់ធ្វើការអូ lane តិចទីទៅសម្រាប់ជាមួយ game នេះ Bimo ក៏អាចធ្វើការអូ lane បានដែរ Bimo ដាក់ skill ទី1បាញ់មក snap clear lane បានបាទអញ្ចឹងវា easy សម្រាប់គាត់ដូចគ្នាហើយ Bimo ហត់ចេះយ៉ាងវិញអញ្ចឹងណាបាទទាំង King Aries ក្នុង game នេះក៏ពិបាកលេងដូចគ្នាអត់មាន hero make play ទេជា hero front line ដែលរងជាមួយទទួលរងជាមួយដើម្បីរបស់គេតែប៉ុណ្ណោះបាទ Vincent គេនេះជាការ roll stack របស់គាត់តាមអាចធ្វើបាន energy របស់គាត់តាមអាចធ្វើបានបាទដើម្បីងាយស្រួលមែនទែនក្នុងការបាញ់ចេញជាមួយនឹង passive របស់គាត់ដូចគ្នាណាតែការដំណើរការជាមួយនឹង energy របស់គាត់វាយូរពេកណាបើសិនជា game នេះបើសិនជាគាត់ចំណាយពេលក្នុងការបាញ់យក energy របស់គាត់ទៅវិញវាចំណាយពេលយូរខ្លាំងមែនទែនបាទសម្រាប់គាត់គេដល់អត់ហើយមកគ្រាប់ទៀតទេ Vincent អូចុកពីដល់ហើយវិញទៀតអញ្ចឹងគាត់យកអាទិត្យបាញ់បាទអាយ៉ាចាប់ stand បាន200យកតំណជាមួយនឹងការបោកវាយទៅលើ King Aries មុនគេមានការបាក់អត់ថ្មីផងដែរពី Bimo ដូចគ្នាដើម្បី cover ជាមួយនឹង team ដូចគ្នាតើពី Cypher មកការបោកអ្នកណាបោកទៅលើ Yami ដែរតែ Yami អត់បាញ់ហាជាមួយនឹងការដេញបាញ់យកតំណជាមួយនឹងការចាយ flicker មកដែរពី Cypher អត់ទាន់អីទេអស់អាតែរៀងខ្លួនទៅដូចជា King Aries មានការជាប់ server មួយដែរពីការវាយពីលើ Yami មកដោះពី stick ដូចគ្នាជាមួយនឹងវត្តមានជាមួយនឹងការតែយកឡតដល់ឡតអាតមីពី Yami ធ្វើការយកបានជាមួយនឹងឡតផងដែរពី Vincent ធ្វើការដេញបាញ់យកតំណទៅលើ King Aries អាចមានរត់ដែរតែជាមួយនឹងការជាប់ស្តាន់មកដែរទៀតពី Dark Side ធ្វើការយកជាមួយនឹងវត្តមានរបស់ King Aries ដូចគ្នាមានការបាញ់យកដល់ទៅលើពីវត្តគេពី Vincent ធ្វើការដេញបាញ់ទៅលើផាត់ដូចគ្នាក្រាកទេពី line បណ្ដាវាយទៅលើផាត់អត់ជឿដូចគ្នាជាមួយនឹងការបោកវាយយកដល់ទៅលើ line មានការ copy អាතමයිជាមួយការក្រាកទេយកដល់ជាមួយនឹងការវាយទៅលើ side ដូចគ្នាបណ្ដាយកមកជាមួយនឹង Milan កៅអាතමයිពីសាស៊ូធ្វើការផ្ដាច់ជាមួយនឹង stick ដូចគ្នាសាស៊ូអត់មានជាមួយនឹង shadow រត់ទេជាមួយនឹងការ shut down ទៅលើសាស៊ូមកទៀតដែរពី Cypher ធ្វើការបោកវាយទៅលើ Yami មុនគេយកដល់បណ្ដា Yami មានការលុតជាមួយនឹង Pass មានការបោកវាយយកដល់ពីលើ line មានការវាយទៅលើផាត់ពីទៅលើមួយពីផាត់ចាយពីការមួយជាមួយការដកថយជាមួយការ shut down លើផាត់បានឬក៏បានបណ្ដាទៀតលត់អាទីទៀតពីផាត់លត់ទៀតហើយបណ្ដាមានការ shut down ទៅលើផាត់ដូចគ្នាពី line អូបាទជាមួយនឹង team fight បាញ់ខាងពេលគាត់បានដល់ហើយគាត់វាយឈាមការវាយហូត team fight យូរមែនទែនរហូតដល់ line គាត់មានជួយអាតពេល2តង់ក្នុង team fight នេះមែនបាទជាមហោមែនទែន stick ទៅ copy អូទៅរបស់ line ណាបាទជាការ copy slow មែនទែនបាទសម្រាប់ជួយវត្តមានរបស់ដែរ remove ចោលលេងសំខាន់គាត់ធ្វើអញ្ចឹងគាត់ខានណាបងស្របពេលដែលវត្តមាន lot គាត់ទៅការវាយបានតែគាត់ជាការហូលវាយដល់ហើយម្ដងទៀតដូចគ្នាដែរ team fight ម្ដងមួយទៅបីគាត់យកបាន target របស់សមាជិក team mate ណាក៏ដោយតែនៅតែបានសម្រាប់គាត់ដូចគ្នាហើយណាពេលឥឡូវ lot គាត់ free តែម្ដងបាទសម្រាប់របស់ team mate គាត់ free អំការ clear land free ណាតែមិនឆ្កល់ឡើយគាត់ស្ដាច់ជាមួយនឹង stick ចឹងទៅបាទសម្រាប់គាត់ដូចគ្នាដែរបាទតែ T2 នៅ Play Milan ក៏មានការបាត់បង់ដូចគ្នាបាទពី minion បាទមិនធ្វើការ push បាទ
ยัดย้ายมาช่วยถึงแกนี้มาไหน បាទ เราไปไปจมบอลจังเลยปีของคนมีหนุ่มดึงทีมาได้ว่าจะเป็นกอดจังมาต้องมาเนี่ยสปอร์ตบีในซีที่มือเดบอลดังซ้ายกดกัดตัวแต่เป็นจะมาปีเอาซาซูมันแต่ชามือจะตั้งขนาดไปเด็กก่อนทุกการใช้การไปไม่จะมาจะเป็นหนุ่มเดี๋ยวออลลี่ตั้งปีจะเป็นกลุ่มตั้งปีนี่ បាទអាយ៉ាដាក់សាយធ្វើការប្រាស្គៀតដកថយផងដែរដោយសារតែមិនបើសិនជាវត្តមានរបស់សាក់ស៊ុំនេះអាចនឹងបោកហើយបាទផាត់មក អូអត់ចូលបាយក៏ចង់ខាត់មកតែគាត់ចូលបាយបាទសម្រាប់បច្ចុប្បន្ន បាទពីមកចាប់ផ្ដើមឈឺតិចតួចហើយបានដលស្ទិក កំមកទៅដល់ LED ណាពី Mac គេ damage LED គេឈឺ ស្ទិកផងជាថា Vincent បាញ់ភ្លេចខ្លួនអស់ឈាមណា បាទអាយ៉ាជាមួយ K2 មានការយកបានមាន item ជាមួយនឹងឡើងឈាមបន្ថែមទៀតណាពី Vincent បើយើងនិយាយពី item Vincent 4គ្រាប់ណាបង ហ្នឹងហើយ លុយច្រើនណាស់ បងថាឡើងឈាមដល់អី ចាំ បា ប ទ លេតឡើង 5000 goal ហើយនោះ បាទហូរទីវាយដល់បាទសម្រាប់គាត់បាទចឹងយើងណាមិនចាំមើលខណៈពេលបច្ចុប្បន្នដូចគ្នាបងឯងជាមួយសមាជិករបស់ Team Mac ដាក់សភាទៅកាន់ជាមួយនឹងដាក់សភាទៅកាន់ Team Mac ខ្លាំងមែនទែនតាចេញមកគីមីនេះគឺដាក់ចកេះជាមួយនឹងសមាជិករបស់ Team Mac តែម្ដងបាទសម្រាប់គាត់ទៅអេលីក៏ធ្វើបានល្អណាស់តែដល់ពេល Team Fight នៅកន្លែងថតទី1គាត់បែរជា file វិញបាទជាមួយ Team Mac ដែលធ្វើជាមួយនឹងសមាជិករបស់ដាក់ឯងបាទតែធ្វើសមាជិករបស់ដាក់ឯងឥឡូវមានអីទៀតគាត់តាលីដហើយគឺលីដតែម្ដងបាទសម្រាប់គាត់ដូចគ្នាណាហើយ Team Fight គាត់តែធ្វើការដើរជុំគ្នាជាសារតែរបស់គីមីតែធ្វើការបើកបោលតែម្ដងអាតែគីមីបើកមកចូលទៅដល់ចាប់ស្តាំងយ៉ាមីលូនអាតែមកជាការវាយតែម្ដងទៅសមាជិករបស់ខាងក្រុម Team Mac ក៏ជាការចង់ចូលដើម្បីតែការវាយដើម្បីជួយគ្នាគាត់ឯណាហើយតែដើម្បី all in ដើម្បីដុំគឺអត់ឈ្នះជាមួយនឹងដាក់ឯងដាក់ឯងក៏ដើម្បីដុំច្រើនជាង បាទ បាទអញ្ចឹងនេះបាទសម្រាប់គាត់ដូចគ្នាណាស្របពេលរបស់តែមាន lot ធ្វើការ respawn មកទីដូចគ្នាបាទអញ្ចឹងនេះបើសិនជា lot នេះបើសិន lot នេះឲ្យជាមួយដាក់ឯងគាត់ធ្វើការក្រុមម៉ែបានអញ្ចឹងអត់អាចមានឱកាសការមកកន្ថៃយក lot បានទេ100%ហ្មងបាទ បាទអូ stick និយាយថា stick ស៊ីគ្រាប់របស់ Bimo រហូតតែម្ដង បាទគេផោកឲ្យ stick រៀង low តែ stick អត់បញ្ហាទេជាមួយនឹង Kick Area មានការបើក map ឬមានការបើក automatic យកតែដងពី Vincent អាងតែ alti cooldown លឿនញាក់បាញ់យ៉ា អត់មានខ្វល់អាតែវិញ ដាក់ដៃវាឡើង team bait មួយហ៎ បាទ បាទ គេនេះបើសិនជាវត្តមានរបស់ King Area ក៏ក្រាស់គេចូលឲ្យ Ultimate របស់ Vincent ក៏អាចធ្វើការអូខេដែរតែគេនេះយើងលេងមើល stick ក៏មាន Ultimate របស់ KO វិស័យ Per ទៀតអូយបាក់ alti ចំឲ្យជាមួយនឹងការក្រាស់ទេយកតែដងពី King Area អាចនឹងចោលកោរោងឃ្លៀកដែរទេពីសាក់ស៊ូប៉ុន្តែអត់ចូលកោខ្ញុំមាន stick គាត់យក purify បាទ មិនបើគាត់មាន flicker មិនគាត់លោតចាប់ Bimo បាត់ បាទអាយ៉ាជាប់ជាមួយនឹង stand ទៅលើ Cypher យកតែដង Cypher ស្ការដកថយបានដល់ខ្លាំងតែ King Area អាចមានការជាប់ជាមួយនឹង stand យកតែដងជាមួយនឹងការបោទៅលើ King Area មុនគេចុច spare ជាតែ cover ខ្លួនឯងបានជាមួយនឹងការលោតជាន់ ultimate មកបណ្ដាពីយ៉ាមីចាប់បានពីរជាមួយនឹងការបោទៅលើផាត់ជាមួយនឹងការ shut down ទៅលើផាត់យកតែដង Cypher ក៏មានការបោនេះគ្នា live ក៏មានការទៅភ្នំដូចគ្នាផងដែរសោតតែពីរតែជាមួយនឹងការ shut down ទៅលើ Dark Side អានេះមានបញ្ហាទៅលើសាក់ស៊ូដែរទេសាមរៃទេជាមួយនឹងការដកផាត់ជាមួយនឹង Shadow ទេមានការបើក ultimate Bimo ធ្វើការបាល់ខ្លាំងជាមួយនឹងការដាក់ទៅលើ stick ទេសាក់ស៊ូ ដាច់កន្លែងហ្នឹងទៅអីអូ skill លេងគាត់ដាច់ដៃគាត់ថយមក គាត់មិនគាត់គិតថា skill របស់គាត់ skill របស់គាត់គឺនឹង cooldown បន្តិចទៀតទេគាត់គាត់លេងអញ្ចឹង បាទ my god ហើយ Yabusa skill ទី2 cooldown លឿនព្យុះហ្នឹងដែរបាទសម្រាប់គាត់ដូចគ្នា ខាង Overia គេនៅហ៎ យ៉ាបាទនោះទៅអត់មាន skill មិនក៏ Overia របស់ Bimo ក៏ផុស skill បានដែរបាទសម្រាប់ការលេងបាយចិត្តគ្នាវិញសប្បាយជាការណាត់គ្នាមកមើលកូនជុំគ្នានៅរោកូន Legend Cinema ទេចង់ញ៉ាំពពទូមានតែនៅរោកូន Legend Cinema ជាតិជាប់មាត់ជឿមើលម្នាក់ឯងបានអត់បង អត់បានទេ បាទជាមួយនឹង Shadow ចង់ពីសាក់ស៊ូតែមានការដកថយបានល្អខ្លាំងតែជាមួយនឹងអ្នកលេងមក បាទខណៈពេលសាក់ស៊ូគេនេះនិយាយទៅក៏ធ្វើមិនឲ្យយ៉ាមីគាត់អស់ជាមួយនឹង skill ខាងថាតែអាចធ្វើបានណាតែគាត់ចេះមិនមែនដូចគេរៀនក៏លេងបាយក្រាំងបាញ់ណាបាទចាំភ្លាមជាមួយនឹងការតែយក Lord ឬក៏ណាពីវត្តមានរបស់ Dark Rai Esport តែយកមកជាមួយនឹង Kick Aries ដូចជាអត់តមានអូមាន spell ទេបាទ spell ឈាមបាទធ្វើការតែលេងប៉ុន្តែមានអារម្មណ៍ថា Lord នេះដូចជាចង់បានទេចង់បុក Team Fight យកតែដល់ជាមួយនឹង Phat Lord RT ជាមួយនឹងការកោររំភ្លេចចាំបោកយកតែដល់តែជាមួយនឹង Phat មុនគេយកតែដល់ជាមួយនឹងការជន់ Ultimate ពី Yami បានពីរជាមួយនឹងការបោកវាយអត់មានបញ្ហាដែរទេជាមួយនឹងការដេញបាញ់ដល់ពី Vincent ប៉ុន្តែវាយទៅលើ King Aries អត់ឈឺទេ Yami ចាំតាណាក្រាស់ទេវាយយកដល់ពី King Aries ជាមួយការបើកបែកជាមួយនឹងការបាញ់វាយជាមួយនឹង Yami មាន RT ជាមួយការដកជាមួយនឹងការដេញវាយតែជាមួយនឹង Yami តែជាមួយនឹងការ shut down បានហើយ អូបើទៅមិនបោក KO មកគេវាយពិបាក front line ដើម្បីយក objective ទៅសារតែទី1គឺគេចង់ទាញសេដ្ឋកិច្ចហ្នឹងឲ្យស្មើជាមួយនឹង Darai សិនតែវាជាការសម្រេចចិត្តត្រូវរបស់ Team Mac ព្រោះនៅពេលសេដ្ឋកិច្ចស្មើ hero របស់គាត់ជា hero debate late game ទេបើនិយាយពី debate គាត់អញ្ចឹងនៅពេល debate late អាហ្នឹងនៅពេលលុយគាត់ច្រើនឡើងដល់ 45k អញ្ចឹងខွာ hero របស់គាត់ទាំង Saxu Bimo ឡាយអាចមាន back item ទៅខ្លាំងយកខ្លាំងយកហ្មងជាមួយនឹងគេនេះវត្តមានរបស់ Vincent ណាការមានបាទគាត់ចង់ចូលដែរអូតើយក retrieve user មួយដែរពី Dark Side ប៉ុន្តែទៅដល់ចាប់បោកយកទៅដល់ពី Cypher តែគាត់អត់ដល់ទេអត់មាន flicker វិញ flicker មិនអាចមិនទៅបាទជាមួយនឹង Dark Side មិនគាត់ចូលមិនចូលទាំង brawl មិនអត់មានអី back up អូចូលតាមបានពីរជាមួយការបាញ់យកទៅដល់ live តែ live ចាប់ shoot fight មានការក្រាស់ទេយកទៅពី King Aries ដើម្បី cover ជាមួយនឹង live ដូចគ្នាបាទស្របពេលគាត់ធ្វើរូបភាពអញ្ចឹង Bimo សบายផោខ្លាំងតែមកជាមួយនឹងគេនេះបានដែរបាទហើយយើងលេងទៅមើលជាមួយចាក់ស្រាញ់មិញស្រាដឹងស្រាប់ហើយបាទជាមួយនឹងវត្តមានរបស់ផាត់គាត់បើកមុខនិយាយទៅគឺទូនាទីក្នុងពេលដែល Team Fight គឺគាត់បើកមុខហ្នឹងហ្មងតែពេលស្របពេលគាត់បើកមុខគេឲ្យទៅគាត់ផ្លេតអញតែ live មាន purify ណាគូមែនតើ
បាទចាំតែផ្លូវមីឡែនបាញ់អត់មែនយកតែម្ដងពី Vimo ទៅគេជាប់បាន3រកដូចគ្នាជាមួយនឹង Lord កណ្ដាលទៅផ្លូវ top lane ជាមួយនឹងការហក់ទាត់ Torrent យកតែម្ដងអានេះ clear ជាមួយនឹង Lord នេះបាន free ឬក៏ណាជាមួយនឹងការបោកវាយប៉ុន្តែ T3 អានេះមានការដាច់យកតែម្ដងប្រាក់ទេពី King Eddie ធ្វើការបោកវាយជាមួយនឹង Fan ដូចគ្នាជាមួយនឹងការ load RT យកតែម្ដងពី Yami ប៉ុន្តែបោកវាយជាមួយនឹង King Eddie មិនគេចុចជាមួយនឹង Special យកតែម្ដងជាមួយនឹងការដំចោតដំឡើងមានការបោកយកតែម្ដងជាមួយនឹង Fan របស់ Fan ដូចគ្នាជាមួយនឹងការបោកវាយប៉ុន្តែ2ទល់នឹង3ចូលបោកអត់មែនយកតែម្ដងពី King Vimo ជាមួយនឹងការដាច់ទៅលើ Fan របស់ខាងចុះដាច់ដូចគ្នាទៅ Machado ពីសាក់ស៊ូប៉ុន្តែអត់ដាច់ដូចគ្នាជាមួយនឹងការដកថយដាច់តែខាត់មួយតែ អត់ដឹងដែរហ្មងសម្រាប់គាត់ គេមាន បាញ់ឲ្យលោណា អត់មានដើម្បីមកចូលងុំមិនមានផាស៊ីក្នុងការបាញ់ ទេតែគាត់ចូលការរួមគ្នាតែវត្តមានរបស់ Team Dark Rai គឺនៅឆ្នាំជាមួយនឹងការយកបានដល់ការចាក់បែកគាត់លើ Yami គេមានការបាត់តជាមួយនឹងការ flick យកទៅដល់ពី side មកមិនដែរចូលជាមួយនឹងការដាច់តែទេអត់ដាច់ទេដកថយពីមានរបស់ Dark Side ប៉ុន្តែគេពីមកជាមួយនឹង Stick ការ shut down យកទៅដល់ Stick វ៉ាវអត់តបានបាញ់អីទេជាមួយនឹង game នេះ clear lane បានឬក៏បានមិនដែរចុងក្រោយជាមួយនឹងការក្រាក់ទេបាយយកទៅដល់ពី line នេះគ្នាជាមួយនឹងការឈប់មិនដែរពីដែរជាមួយនឹងការចុច Winter Ground Counter បានដល់ class តែពីមានរបស់ Vincent មានការជាប់ជាមួយនឹង Stand ជាមួយនឹងការលើគេក៏មានការបោកបាយយកដល់លើ Fan នេះគ្នាជាមួយនឹងការបោកបាយអាចមានការដកថយដែរទេ clear ជាមួយនឹង lane បានវត្តមានរបស់ Dark Side ចូលដល់ការ shut down ពី line ដូចគ្នាចូលដល់ Salah Space តែមាននៅផ្លូវ Yami can do it បាទ Yami តឡាយធ្វើការជាប់ដល់តែយកទៅពី Yami នេះការបាយមកថយជាមួយនឹងការ shut down ទៅលើ Vincent នេះជា game ជាមួយនឹងការ end game បានឬក៏មិនបានក៏មានការវាយគ្នាជាមួយនឹងជ័យជំនះ2-0គឺបានទៅលើ Team ឆ្កាហើយឆ្កាទៀតតតែចំណុចខ្វះខាតរបស់ Team Dark Rai ពី Team Make ដូចគ្នាបានហើយវ៉ាវជោគជ័យជំនះលទ្ធផល 2-0 នេះអាចនឹងរុញច្រានឲ្យ Gary ទល់ជាលក្ខណៈ 3-0 មួយណាតែ 3-0 នៅ Rickson ឯងគឺគេដាក់ឲ្យប្រើទៀតរបស់គេនេះមកហើយងាប់ទឹកផឹងមែនណាបងយ៉ាងណាមិនល្អមែនតើបាទសម្រាប់ជំនួយព័ត៌មានរបស់ Team Make នេះខ្ញុំខ្លាចតែគាត់ឈោកហ្នឹងណាហ្នឹងគាត់ថាសារទី1